ប្រសិនបើយើងនិយាយពីការបោះឆ្នោតនៅក្នុងពិភពលោកយើងនេះគ្មានការបោះឆ្នោតណាដែលត្រូវបានមនុស្សជាតិយកចិត្តទុកដាក់ជាជាងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនេះទៀតទេនេះក៏ដោយសារតែអាមេរិកជាមហាអំណាចផុតលេខទាំងសេដ្ឋកិច្ចយោធានិងបច្ចេកវិទ្យាជាដើមដោយនេះបេក្ខជនរុកណាឡើងមកដឹកនាំក្បាលម៉ាស៊ីនពិភពលោកនឹងមាននិន្នាការបែបណានោះពិភពលោកសម្លឹងមិនដាក់ភ្នែកបន្តិចសោះឡើយនៅខណៈពេលដែលពិភពលោកកំពុងតែមើលការបោះឆ្នោតនេះនៅខាងក្រោយនៃការប្រមូលផ្ដុំការជជែកដេញដោលគ្នាទាំងអស់នោះមានមនុស្សមួយក្រុមបានលាក់ខ្លួននៅក្រោយនាងននខ្មៅដែលកំពុងព្យាយាមប្រើប្រាស់គ្រប់មធ្យោបាយដើម្បីចូលទៅគ្រប់គ្រងគណនីបណ្ដាញសង្គមរបស់អ្នកនយោបាយសហរដ្ឋអាមេរិកគោលដៅរបស់ពួកគេនាពេលនោះគឺធ្វើយ៉ាងណាឲ្យប្រជាប្រិយភាពរបស់លោកស្រី Hillary Clinton ធ្លាក់ចុះផ្ទុយមកវិញគឺលើកមុខមាត់លោក Donald Trump ពលគឺក្រុមនេះចង់ឲ្យលោកជាប់ឆ្នោតជាប្រធានាធិបតីជំនួសមកវិញជាលទ្ធផលមិនគួរឲ្យជឿក្រុមនេះបានសម្រេចវាពិតមែនដោយលោក Donald Trump ពិតជាបានជាប់ឆ្នោតជាប្រធានាធិបតីនាពេលនោះមែន Pennsylvania goes to Donald Trump. Donald Trump is the president of the United States. ក្រោយមកក្រុមដែលនៅពីក្រោយនាងននខ្មៅទាំងអស់នោះក៏ត្រូវបានក្រុមជំនាញការអាមេរិកចាប់សញ្ញាបានគឺវាស្ថិតនៅរាប់រយម៉ាយពីទឹកដីសហរដ្ឋអាមេរិកពលគឺស្ថិតនៅក្នុងទីក្រុងមូស្គូនិង Petersburg ប្រទេសរុស្ស៊ីដែលកំពុងប្រតិបត្តិការសង្គ្រាមជាមួយដែលនេះគឺវាខុសពីសង្គ្រាមធម្មតាវាគ្មានការប្រើប្រាស់រថក្រោះយន្តហោះចម្បាំងឬក៏មីស៊ីលអ្វីនោះទេក៏ប៉ុន្តែជាមួយនឹងការប្រើសារចម្លែកគណនីនិងព័ត៌មានคล้ายៗនឹងការលួចអ៊ីមែលផងនោះវាបានបំផុសបំផុលក្លែងបន្លំក្នុងសង្គមអាមេរិកដើម្បីបំបែកជនជាតិអាមេរិកកាំងបំផ្លាញទំនុកចិត្តនិងទំនោរទៅរកលទ្ធិប្រជាធិបតេយ្យដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកហើយសង្គ្រាមបែបនេះគេហៅថាសង្គ្រាមបច្ចេកវិទ្យាសំណួរសួរថាតើលោក Donald Trump ពិតជាឈ្នះឆ្នោតដោយសាររុស្ស៊ីលួចជួយពីក្រោយនាងណូតឬក៏យ៉ាងណាតើរុស្ស៊ីបានប្រើមធ្យោបាយបែបណាខ្លះដើម្បីវាយប្រហារប្រជាប្រិយភាពរបស់លោកស្រី Hillary Clinton តើរឿងរ៉ាវវាមានលក្ខណៈបែបណានៅក្នុងព្រឹត្តិការណ៍បោះឆ្នោតឆ្នាំ2016នោះដូចនេះនៅក្នុងវីដេអូនេះយើងនឹងស្វែងយល់បញ្ហានេះទាំងអស់គ្នា Long ago, before time was measured in clocks or calendars, a tale began to whisper carried from breath to breath across generations of a land kissed by golden light. Cradled at the edge of the world where nature spoke in ancient tongues, there hidden in the mist and mystery, grew a sacred tree. Its scent was not just perfume. It was prophecy, a power to ward off evil died to invite good to summon fortune. They called it Cleo Grass. Touching each sandalwood, jasmine petals dropping into water, firelight flickering across Kremlin. Cushion fades in. This fragrance is your silent empire. Long ago, Needles touching aged sandalwood, jasmine petals dropping into water. Firelight flickering across Kremlin. A cushion fades is your silent empire. Long ago is yours. ជ័យជំនះរបស់លោក Donald Trump ក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ2016វាបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះថានៅមុនពេលបោះឆ្នោតការស្ទាបស្ទង់មតិនិងការព្យាករណ៍ជាច្រើនបានបង្ហាញទិន្នន័យមកថាលោកស្រី Hillary Clinton មានលទ្ធភាពដាច់ថានឹងឈ្នះលោក Donald Trump ក្នុងការប្រកួតប្រជែងមួយនេះក៏ប៉ុន្តែរឿងដែលមិនអាចនឹងស្មានដល់គឺថាវាផ្ទុយស្រឡះទាំងស្រុងពីការស្ទាបស្ទង់មតិទាំងអស់នេះជាលទ្ធផលលោក Donald Trump បានឈ្នះលោកស្រីក្នុងសម្លេង304ទល់នឹងសម្លេង227សម្លេងបើយើងក្រឡេកមកមើលប្រវត្តិការងាររបស់បេក្ខជនទាំងពីររូបនេះគឺឃើញថាលោកស្រី Clinton មានប្រវត្តិឆ្អិនឆ្អៅនៅក្នុងរង្វង់នយោបាយអាមេរិកផ្ទុយមកវិញលោក Donald Trump គ្មានប្រវត្តិការងារនៅក្នុងវិស័យនយោបាយអាមេរិកនោះទេពោលគឺលោកត្រឹមតែជាមហាសេដ្ឋីម្នាក់តែប៉ុណ្ណោះនៅក្នុងសង្គមអាមេរិកដូចនេះហើយវាមានចម្លែកទេដែលលោកពូទីនចង់ឲ្យបរិសុទ្ធដែលគ្មានបទពិសោធន៍ការងារដឹកនាំប្រទេសធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកនាពេលនោះម្យ៉ាងវិញទៀតនៅក្នុងក្រសែភ្នែកក្រុងមូស្គូក៏ដូចជាលោកពូទីននេះតែម្ដងបានមើលឃើញថាវត្តមានរបស់លោកស្រី Clinton ជាប្រធានាធិបតីនឹងបំផ្លាញផលប្រយោជន៍របស់រុស្ស៊ីលោកស្រីគឺជាអិសរាជជននយោបាយអាមេរិកម្នាក់ដែលមិនពេញចិត្តនឹងរបបទីក្រុងមូស្គូជាយូរហើយមកដែរជាស្ដែងនៅក្នុងឆ្នាំ2011លោកស្រីបានលើកឡើងថាការបោះឆ្នោតសភារុស្ស៊ីជារឿងគ្មានដំណាភាពទិសោះហើយនៅពេលនោះក៏មានការថ្កោលទោសយ៉ាងពេញទំហឹងពីលោកពូទីនផងដែរជុំវិញការលើកឡើងមួយនេះជាងនេះទៅទៀតនៅក្នុងឆ្នាំ2014ជុំវិញការដែលលោកពូទីនក្រសោបយក
គ្រីមៀលោកស្រីបានពណ៌នាថាសកម្មភាពរបស់លោកពូទីនគឺវាមិនខុសអ្វីនឹងហេតុឃ្លាដែលបានធ្វើឡើងនៅក្នុងទសវត្សរ៍ឆ្នាំ1930នោះទេមុននឹងបកស្រាយយើងសូមបញ្ជាក់បន្តិចថាយុទ្ធនាការចូលជ្រៀតជ្រែកនេះគឺមានការបញ្ជាផ្ទាល់ពីលោកពូទីននេះបើយើងទៅតាមរបាយការណ៍វិតម្លៃរបស់ CIA FBI និង NSA អូខេឥឡូវនេះយើងមកស្វែងយល់ទាំងអស់គ្នាថាតើក្រុមទាហានអ៊ីនធឺណិតរបស់រុស្ស៊ីបានប្រើមធ្យោបាយបែបណាខ្លះនៅក្នុងសង្គ្រាមព័ត៌មាននេះជាការពិតណាស់ក្រុម hacker របស់រុស្ស៊ីបានប្រើមុខព្រួញ3សំខាន់ៗដោយខាងក្រោមដើម្បីចូលមកកកកកាយនៅក្នុងមុខព្រួញទី1ក្រុម hacker របស់រុស្ស៊ីបានបង្កើតគណនីខ្មោចជាច្រើនហើយបានប្រើគណនីទាំងអស់នោះដើម្បីបំផុសបំផុលនៅព័ត៌មានคล้ายៗនៅលើបណ្ដាញសង្គមដូចជា Facebook, Twitter, Google និង YouTube ជាដើមក្រុម hacker បានប្រើគណនីខ្មោចទាំងអស់នោះចូលទៅបញ្ចេញមតិនៅក្នុងមាតិកានយោបាយជាច្រើនផ្សេងទៀតដូចជាការបង្ហោះត្រូលក៏ដូចជាមីមផងដែរគឺធ្វើយ៉ាងណាឲ្យមហាជនអាមេរិកអត់ទុកចិត្តលើមេដឹកនាំរបស់ខ្លួនជាពិសេសពួកគេវាប្រហារប្រជាប្រិយភាពរបស់លោកស្រី Clinton ហើយមហាជនអាមេរិករាប់លាននាក់ពុំបានដឹងខ្លួនទេថាពួកគេកំពុងតែអានឬមើលសារនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតពីក្រុម hacker ដែលបានបង្កើតឡើងមកនោះទេក្រោយមកភ្នាក់ងារស៊ើបអង្កេតរបស់អាមេរិកបានរកឃើញថាគណនីខ្មោចទាំងអស់នោះត្រូវបានប្រតិបត្តិការដោយទីភ្នាក់ងារស្រាវជ្រាវអ៊ីនធឺណិតរបស់រុស្ស៊ីហៅកាត់ថា IRA Internet Research Agency ដែលនៅពេលខ្លះគេហៅក្រុមនេះថា Troll Farm ដែលមានទីស្នាក់ការនៅក្នុងទីក្រុង Petersburg ប្រទេសរុស្ស៊ីជាងនេះទៅទៀតមានសារព័ត៌មានធំៗពីររបស់រុស្ស៊ីក៏ត្រូវបានចោទប្រកាន់ថាបានចូលដៃក្នុងយុទ្ធនាការនេះដែរគឺមានសារព័ត៌មាន RT និង Sputnik វិធីសាស្ត្រមួយផ្សេងទៀតគឺជាការវាយប្រហារតាមរយៈអ៊ីមែលទៅកាន់បុគ្គលិកដែលរៀបចំយុទ្ធនាការឃោសនារកសន្លឹកឆ្នោតឲ្យលោកស្រី Clinton ដោយផ្ទាល់តែម្ដងដោយក្រុម hacker បានបង្កើតប្រព័ន្ធសុវត្ថិភាពមួយដូចគ្នាទៅនឹងប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុន Google និងបានផ្ញើសារទៅកាន់បុគ្គលិករួមទាំងអ្នកនយោបាយរបស់គណបកប្រជាធិបតេយ្យរបស់លោកស្រីផងដោយនៅក្នុងសារនោះបានបង្ហាញប្រាប់ឲ្យពួកគេដូរលេខកូដអ៊ីមែលរបស់ពួកគេហើយប្រសិនបើពួកគេចុចធ្វើតាមការណែនាំនោះមានន័យថាក្រុម hacker អាចចូលទៅគ្រប់គ្រងគណនីរបស់ពួកគេបានហើយជាក់ស្ដែងគណនីអ៊ីមែលរបស់លោក John Podesta ដែលកាលនោះលោកជាប្រធានគ្រប់គ្រងយុទ្ធនាការឃោសនាដោយផ្ទាល់របស់លោកស្រី Clinton ត្រូវបានគេ hack ហើយព័ត៌មាននិងឯកសារសម្ងាត់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកជាច្រើនក៏ត្រូវបានគេចែករំលែកជាសាធារណៈក្រៅទៅពីក្រុមការងាររបស់លោកស្រី Clinton ក្រុម hacker ក៏បាន hack ចូលទៅគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រគណៈកម្មាធិការយុទ្ធនាការសភាប្រជាធិបតេយ្យគណៈកម្មាធិការជាតិប្រជាធិបតេយ្យហើយមិនត្រឹមតែជាគណៈបកប្រជាធិបតេយ្យទេសូម្បីតែគណៈបកសាធារណរដ្ឋរបស់លោក Donald Trump ក៏ក្រុមនេះមិនលើកលែងផងដែរដូចជាស្ដែងលោក Marco Rubio និងគណៈកម្មការជាតិសាធារណរដ្ឋត្រូវបានក្រុម hacker ព្យាយាម hack ជាច្រើនលើកជាច្រើនសារតែមិនទទួលបានជោគជ័យដូចជាការ hack ទៅលើក្រុមគណៈបកប្រជាធិបតេយ្យនោះទេនោះក៏ដោយសារតែគោលដៅចម្បងរបស់ពួកគេគឺដើម្បីវាយប្រហារប្រជាប្រិយភាពរបស់លោកស្រី Clinton និងលើកមុខមាត់របស់លោក Donald Trump នៅក្នុងនោះមានអ៊ីមែលនិងឯកសាររាប់ពាន់ដែលពាក់ព័ន្ធនឹងការបោះឆ្នោតក៏ត្រូវបានលួចហើយចុះឯកសារដែលត្រូវបានលួចទាំងនោះក្រុម hacker យកទៅធ្វើអ្វីបន្តដើម្បីចែកចាយនៅព័ត៌មាននិងឯកសារដែលពួកគេបានលួចក្រុម hacker បានបង្កើតតួអង្គសិប្បនិម្មិតមួយដែលមានឈ្មោះថា Kushifer 2.0 ហើយបានអះអាងថាខ្លួនគឺជា hacker ជនជាតិរ៉ូម៉ានី Kushifer 2.0 បានចែកចាយព័ត៌មាននិងឯកសារដែលបានលួចទៅឲ្យអ្នកកាសែតអ្នកស្រាវជ្រាវនិងអ្នកនយោបាយផងដើម្បីឲ្យពួកគេផ្សព្វផ្សាយបន្តទៅកាន់មនុស្សជាច្រើនផ្សេងទៀតមធ្យោបាយដ៏មានប្រសិទ្ធភាពមួយផ្សេងទៀតគឺថាក្រុម Kushifer 2.0 បានបង្ហោះព័ត៌មាននិងឯកសារទាំងនោះចូលទៅក្នុងគេហទំព័រ wikileaks.com ក្រោយមួយទៀតក្រុម hacker បានបង្កើតគេហទំព័រមួយខ្លួនឯងតែម្ដងដែលមានឈ្មោះថា dcleaks.com ដែលអនុញ្ញាតឲ្យមហាជនចូលទៅទស្សនាឬអាចទិញឯកសារទាំងនោះបានដោយសេរីក្រៅទៅពីការវាយប្រហារលើបុគ្គលនិងស្ថាប័នសំខាន់ៗការបោះឆ្នោតតាមរដ្ឋនីមួយៗក៏ជាគោលដៅរបស់ក្រុម hacker នេះដូចគ្នាដែរជាក់ស្ដែងពួកគេបានព្យាយាម hack ចូលទៅប្រព័ន្ធបោះឆ្នោត21រដ្ឋតែភាគច្រើនការប៉ាន់ប៉ងនេះមិនបានសម្រេចនោះទេហើយមន្ត្រីបោះឆ្នោត3រដ្ឋផ្សេងគ្នាថាការប៉ាន់ប៉ងនេះអាចជាពាក់ព័ន្ធជាមួយនឹងរុស្ស៊ីជុំវិញបញ្ហានេះអាមេរិកបានតែងតាំងលោក Robert Mueller អតីតនាយក FBI និងទីប្រឹក្សាពិសេសនៃក្រសួងយុត្តិធម៌ក្នុងខែឧសភាឆ្នាំ2017ឲ្យបើកការស៊ើបអង្កេតនៅលើរឿងក្តីមួយនេះនៅតាមរបាយការណ៍របស់លោក Mueller ដែលបានចេញផ្សាយដោយក្រសួងយុត្តិធម៌ក្នុងឆ្នាំ2019បានរកឃើញថាប្រតិបត្តិការចូលជ្រៀតជ្រែកកកកកាយការបោះឆ្នោតអាមេរិកឆ្នាំ2016នោះគឺធ្វើឡើងដោយទីភ្នាក់ងារស៊ើបការយោធារុស្ស៊ីហៅកាត់ថា GRU ដែលមានបញ្ជាផ្ទាល់ពីលោកពូទីនតែម្ដងនៅតាមរបាយការណ៍ខាងលើដដែលនេះលោក Mueller បានចោទប្រកាន់មន្ត្រីចោរកម្មយោធារុស្ស៊ីចំនួន12ដែលជាពាក់ព័ន្ធនៅក្នុងបញ្ហាមួយនេះមន្ត្រីទាំង12នាក់នេះ
នេះក៏ជាមុខសញ្ញានៃការតាមប្រមាញរបស់ FBI មិនដាក់ភ្នែកដូចគ្នាដែរហើយនេះគឺជាមន្ត្រីចរកម្មទាំង12នាក់នេះហើយបងប្អូនអាចចូលទៅអានលម្អិតនៅក្នុងគេហទំព័រ FBI បានអូខេមកដល់ត្រង់ចំណុចនេះយើងបន្តចោទសួរថាតើលោក Donald Trump ពិតជាឈ្នះឆ្នោតនៅក្នុងឆ្នាំ2016នោះដោយសារតែរុស្ស៊ីបានជួយពីក្រោយឬក៏យ៉ាងណាចម្លើយនៃសំណួរនេះពុំមានអ្វីមកបញ្ជាក់បាននោះទេដែលវានៅតែជាគំនិតពិភាក្សាគ្នារហូតទល់នឹងសប្តាហ៍ថ្ងៃនេះក៏ប៉ុន្តែអ្វីដែលយើងមិនអាចប្រកែកបានគឺថាលោក Trump បានឈ្នះពិតប្រាកដមែនហើយចុះនៅជុំវិញបញ្ហាមួយនេះតើលោក Putin មានប្រតិកម្មយ៉ាងណានៅក្នុងវេទិកាសាធារណៈមួយនៅ Petersburg អ្នកសម្របសម្រួលលោកស្រី Megyn Kelly បានចោទសួរលោកជុំវិញបញ្ហានេះលោក Putin ក៏បានឆ្លើយថារបាយការណ៍ស៊ើបអង្កេតនោះគ្មានភស្តុតាងជាលក្ខណៈមួយគ្មានការពិតណាដែលបញ្ជាក់ថាជាទង្វើរបស់រុស្ស៊ីឡើយលោកបានបន្តថាវាគ្រាន់តែជាការសន្មត់ការចាត់ប្រកាន់និងការសន្និដ្ឋានដោយផ្អែកលើការចាត់ប្រកាន់តែប៉ុណ្ណោះពលគឺគ្មានអ្វីលើសពីនេះទៀតឡើយសរុបជារួមមកនេះមិនមែនជារឿងតូចតាចសម្រាប់អាមេរិកទេក៏មានមតិខ្លះគេបាននិយាយថាបើរុស្ស៊ីអាចជ្រៀតជ្រែកនិងមានឥទ្ធិពលទៅលើការបោះឆ្នោតអាមេរិកនោះរុស្ស៊ីនៅតែបន្តធ្វើវាទៀតហើយយើងមិនអាចនិយាយបានថារុស្ស៊ីជាអ្នកកំណត់នរណាជាអ្នកឈ្នះនរណាជាអ្នកចាញ់បានទេតែទង្វើនេះវាអាចជាឥទ្ធិពលដល់ដំណើរការប្រជាធិបតេយ្យអាមេរិកបានពិតប្រាកដមែនអាមេរិកក៏យល់ពីបញ្ហានេះច្បាស់ដូចគ្នាមធ្យោបាយការពារយ៉ាងណាមហាអំណាចបច្ចេកវិទ្យាមួយនេះមិនចាំបាច់ឲ្យនរណាមកបង្រៀនខ្លួននោះទេអូខេបងប្អូនទាំងគ្នាពួកយើងមានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយបាយបាយ